នៅខាងកើតប្រាសាទព្រះវិហារយើងណាឥឡូវចាប់បានចោលមួយហើយនេះបានដេកបានពូននេះមើលមុខវាច្បាស់ហ្នឹងឯងប្រាសាទហ្នឹងតិចពីឡំជាងអត់ទៅបាទសូមជម្រាបជូនដំណឹងព័ត៌មានពាក់ព័ន្ធនឹងកងទ័ពយើងបងប្អូននៅខាងព្រំដែនព្រះវិហារឃើញថានៅថ្ងៃទី2ខែមិថុនានេះខាងកងទ័ពរបស់ខ្មែរយើងបានចាប់បានដ្រូនរបស់ថៃដែលចូលមកស៊ើបការណ៍ក្នុងប្រទេសរបស់យើងចឹងនៅតាមព្រំដែនចឹងទាហានរបស់យើងនេះគាត់បានបាញ់រំលាក់ហើយចាប់បានបាទបងប្អូនពាក់ព័ន្ធនឹងពួកចោរសៀមនេះគឺពួកវាតែងតែបង្ករឿងជានិច្ចជាពិសេសនៅថ្ងៃទី28ខែ5យើងនេះគឺមានការបាញ់សម្លាប់ទាហានខ្មែរយើងម្នាក់ផងដែរចឹងពួកវានេះគឺតែងតែបង្ករឿងរហូតដើម្បីឲ្យខ្មែរយើងមានការកំហឹងឡើងកម្ដៅធ្វើឲ្យមានបញ្ហានៅព្រំដែនតាមពិតទៅពួកវាគឺចង់បានទឹកដីរបស់យើងខ្លះជាពិសេសប្រាសាទតាម៉នដូចដែលបងប្អូនបានឃើញក្នុងបណ្ដាញសង្គមខ្លងមកហើយខាងរាជរដ្ឋាភិបាលក៏បានប្រកាសយ៉ាងមើលមកតែពាក់ព័ន្ធនឹងការឈ្លានពាននេះចឹងបងប្អូនជើញទស្សនាវីដេអូដែលបងកងទ័ពយើងចាប់បានដ្រូនរបស់ពួកវាទៅបាទមុខខាងទិស333បានដេកបានពូនឥឡូវចាប់បានមួយហើយនៅទៀតមិនទាន់អស់ទេអានេះដ្រូនណាមុខពីវាការគោ5អានេះសំខាន់ជាងទាហានមកស្មើជើងទៀតអានេះណាវាសង្កេតការវាមើលចំណុចយើងហើយវារាយការវាអាចវាយលុកយើងស្មើណាក៏បានដែរកងអនុស្នាធំទី5នៅកងអនុស្នាធំទី5នៅទិស333ឥឡូវចាប់បានមួយហើយនៅវេលាម៉ោងប្រហែលជា3កន្លះទើបចាប់បាននេះថ្ងៃម៉ានហើយថ្ងៃទី1ថ្ងៃទី2ខែ6យើងហ្នឹងឆ្នាំ2025យើងហ្នឹងបាទសាតាវាណាខ្ញុំអត់ល្ងុយងោករាល់ថ្ងៃហ្នឹងមើលមុខវាអានេះដូចតាយើងគឺប្រហោះលេងតាមនេះអ្នកមានគេមានលុយទិញប្រហោះលេងអញ្ចឹងបាទបងប្អូននេះជាវីដេអូដែលកងទ័ពខាងព្រំដែនរបស់យើងចាប់បានដ្រូនស៊ើបការរបស់ថៃអញ្ចឹងវីដេអូនេះខ្ញុំបានយកពីខាងបងកងទ័ពដែលគាត់បានបង្ខំចូលក្នុង Facebook ឃើញថាពួកគាត់ពិតជាមានការនឿយហត់នឹងការយាមល្បាតនៅតាមព្រំដែនមែនតើបងប្អូនព្រោះហើយពេលនេះពួកសៀមកំពុងតែចង់ឈ្លានពានទឹកដីរបស់យើងអញ្ចឹងយើងពិតជាមានការគោរពដល់បងប្អូនកងទ័ពខ្មែរយើងនៅតាមព្រំដែនជាពិសេសនៅខាងតំបន់ប្រាសាទតាម៉នដែលយាមកាមជាប្រចាំថ្ងៃហើយពួកសៀមចង្រៃនេះវាគំនិតវាគឺចង់បានតែទឹកដីយើងនេះបងប្អូនហើយកងទ័ពយើងទាំងអស់គ្នាពិតជាមានការលះបង់ខ្ញុំពិតជាមានការគោរពកោតសរសើរមែនទែនបាទអរគុណបងប្អូនចំពោះព័ត៌មានដែលខ្ញុំបានជូននៅលើហើយបងប្អូនកុំភ្លេចជួយ Subscribe Channel ខ្ញុំមកដើម្បីទទួលបានព័ត៌មានថ្មីៗទៀតបាទសូមអរគុណបាទបងប្អូននេះជាវីដេអូដែលកងទ័ពខាងព្រំដែនរបស់យើងចាប់បានដ្រូនស៊ើបការរបស់ថៃអញ្ចឹងវីដេអូនេះខ្ញុំបានយកពីខាងបងកងទ័ពដែលគាត់បានបង្ខំចូលក្នុង Facebook ឃើញថាពួកគាត់ពិតជាមានការនឿយហត់នឹងការយាមល្បាតនៅតាមព្រំដែនមែនតើបងប្អូនព្រោះហើយពេលនេះពួកសៀមកំពុងតែចង់ឈ្លានពានទឹកដីរបស់យើងអញ្ចឹងយើងពិតជាមានការគោរពដល់បងប្អូនកងទ័ពខ្មែរយើងនៅតាមព្រំដែនជាពិសេសនៅខាងតំបន់ប្រាសាទតាម៉នដែលយាមកាមជាប្រចាំថ្ងៃហើយពួកសៀមចង្រៃនេះវាគំនិតវាគឺចង់បានតែទឹកដីយើងនេះបងប្អូនហើយកងទ័ពយើងទាំងអស់គ្នាពិតជាមានការលះបង់ខ្ញុំពិតជាមានការគោរពកោតសរសើរមែនទែនបាទអរគុណបងប្អូនចំពោះព័ត៌មានដែលខ្ញុំបានជូននៅខាងលើហើយបងប្អូនកុំភ្លេចជួយ Subscribe Channel ខ្ញុំមកដើម្បីទទួលបានព័ត៌មានថ្មីៗទៀតបាទសូមអរគុណ